នេះជ្រឹងគោហេតុអ្វីបានវាស៊ីស្មៅមកពីចាស់ដាក់ស្មៅវាជីខុសមកពីអីយោមកពីវាខ្ជិលដាំបាយស៊ីហា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 តើនៅក្នុងប្រទេសកម្ពុជាខេត្តណាដែលធំជាងគេនាយជ្រក់ខ្ញុំឆ្លើយថាខេត្តមណ្ឌលគិរីតើខេត្តមណ្ឌលគិរីមានផ្ទៃដីប៉ុន្មានម៉ែត្រការ៉េបាទពុកម៉ែបងប្អូនទាំងអស់គ្នាជួយផ្ដល់ចម្លើយម្នាក់មួយមកបាទនេះជ្រក់ឆ្លើយត្រូវដែរឬទេបាទអរគុណច្រើននាយជ្រក់ត្រៀមឆ្លើយសំណួរមួយបាទតើពីប្រទេសកម្ពុជាទៅឋាននរកមានចម្ងាយប៉ុន្មានគីឡូម៉ែត្រខ្ញុំឆ្លើយថាអត់ដឹងផងមិនបានឯងឆ្លើយថាអត់ដឹងនេះជ្រក់ខ្ញុំអត់ដែរទៅផងយ៉ាអោដែរទៅអត់អត់ដែរទៅដែរហ្នឹងចេះស៊ូខ្ញុំដែរអត់ដែរទៅផងជួបជាមួយតារាវ័យក្មេងសំលេងស្រស់រូបសង្ហាជាមួយនាយជ្រឹងចាប់ផ្ដើមច្រៀងបទចម្រៀងដូចតទៅកកែអើយជីអើយកងកងជីផែចំបងមេឃផឹកចាមុតវាធ្វើបាត់បើចកងាររែងអើមេឃផឹកចាអាចាវ៉ាន់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 បើស្លៀកខោអញ្ចឹងចូលក្នុងទុកទឹកឃើញ2ស្រាតខោចេញ3ហើយមិនក៏ឃើញ3មិនដឹងអាណាប៉ុណ្ណាមេជើងមួយទៀតអត់មានកញ្ចក់អីណាអញសង្ស័យកញ្ចក់អីខែងប្រកបទៅជាក្រាញ់អត់ទេមេជើងអាបតែមេជើងអាបមិនមានមេជើងឯតាអញនិយាយប្រាប់នៅស្រុកអញមានតាមួយនោះចាស់បុរាណណាអាយុគាត់150ហើយប៉ិនទឹកផ្លាប់ឆ្នាំទៅទេហើយងាប់ហើយតែឯងយកមកនិយាយដែរនិយាយប្រាប់នោះនិយាយទៅធ្លាក់ដល់ហ្នឹងអើយហ្នឹងសត្វអីកញ្ចក់ពួងគាត់តែឯងចេះតែនិយាយគាត់ចុះដងទឹកស្រោចពីក្រាន់ឈានជើងទៅភ្លុងពួងទៅមុនជើងណាវាមិនដែលនឹកឯណាពួងធ្លាក់ដល់ថ្ងៃមុនគាត់ដងមកបោយមកឡើងវិញមានរួចណាប់កាប់មុខភីងមានចន់កម៉ាអីជន់អីចន់ពួងខ្លួនឯងខ្ញុំស្មានតែជន់ខ្សែយោងតានិយាយពួងហ្មងអសរោះអីទេហ៎